ចាសួស្តីអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំចង់មកបង្ហាញនឹងចែកម្លែកពីរបៀបដាក់ tab developer នេះចាអញ្ចឹងនៅក្នុងកម្មវិធី Word របស់យើងពេលដែលយើងទៅឡើងកម្មវិធី Office Word ហ្នឹងគឺអត់មាន tab developer ហ្នឹងទេអញ្ចឹងដើម្បីបន្ថែមវាបានយើងត្រូវចូលមកនេះយើងចូលមក file មកបន្ទាប់មកយើងចូលមក option រួចហើយយើងយក custom ribbon បន្ទាប់មកយើងមើលកន្លែងនេះគេដាក់ main tab នេះអញ្ចឹងយើង scroll មកនេះ tab developer អញ្ចឹងពេលដែលដំបូងឡើយវាអត់ទាន់មាន ធីសទេអាហ្នឹងគឺវាអត់មានទេពេលដែលយើងធីសមកគឺមានន័យថាយើងអាចដាក់ tab ហ្នឹងនៅកន្លែងទឹមជាមួយនឹងមាន tab view review home insert អីមកជួរនឹងបានចាអញ្ចឹងយើងធីសមកគឺជាប់ tab developer នៅហ្នឹងហើយយើងធ្វើការអូខេមកអញ្ចឹងឥឡូវដោយសារនេះខ្ញុំមានហើយអញ្ចឹងបើសិនជាខ្ញុំនេះខ្ញុំសាកដោះឲ្យមើលវិញដកមកហើយធ្វើការអូខេមកចាអញ្ចឹងយើងមកមើលមកគឺបាត់ហើយអញ្ចឹងវិធីសាស្ត្រមួយទៀតយើងគ្រាន់តែចូលទៅនេះអាកន្លែងនេះគេហៅថា customize quick access toolbar អញ្ចឹងយើងចុចលើវាមកហើយយើងយកពាក្យ more command នេះមកហើយកន្លែងនេះយើងត្រូវយក customize ribbon វិញហើយយើងចូលមកកន្លែង developer ដែលមកហើយយើងធ្វើការអូខេមកអញ្ចឹងយើងមកមើល tab developer យើងមានវិញហើយអញ្ចឹងការបន្ថែម tab developer ហ្នឹងគឺវាមានសារៈសំខាន់មានអត្ថប្រយោជន៍ឲ្យបានគេបន្ថែមវាអញ្ចឹងមាននៅក្នុងវីដេអូក្រោយចាអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងចាអរគុណច្រើន